ផ្លូវជាតិលេខ71ចូលគឺជាខ្សែផ្លូវយុទ្ធសាស្ត្រប្រទាក់ក្រឡាយ៉ាងសំខាន់និងបានភ្ជាប់ជាមួយបណ្ដាញខ្សែផ្លូវជាតិនិងផ្លូវមួយចំនួនដូចជាផ្នែកខាងកើតភ្ជាប់ជាមួយផ្លូវជាតិលេខ7ផ្លូវជាតិលេខ73និងខ្សែផ្លូវនានានៅក្នុងតំបន់នេះក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងក្នុងខេត្តត្បូងឃ្មុំខេត្តក្រចេះនិងច្រកព្រំដែនកម្ពុជាវៀតណាមនិងផ្នែកខាងលិចវិញទៅភ្ជាប់ជាមួយផ្លូវជាតិលេខ71ផ្លូវលេខ277និងខ្សែផ្លូវផ្សេងក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាមខេត្តកំពង់ធំនិងតំបន់ផ្សេងនាពេលបច្ចុប្បន្នផ្លូវជាតិលេខ71សុបាននឹងកំពុងបម្រើដល់ការភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំខេត្តកំពង់ចាមនិងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងទៀតព្រមទាំងសម្រួលដល់ការដឹកជញ្ជូនពូជដំណាំផលិតផលកសិកម្មនិងកសិឧស្សាហកម្មឲ្យកាន់តែរហ័សកាត់បន្ថយការចំណាយនិងចំណេញពេលវេលាសូមជម្រាបជូនថាផ្លូវជាតិលេខ71ក៏មានប្រវែង112.62 គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ7ចំណុចផក15700ក្នុងខេត្តត្បូងឃ្មុំរហូតទៅដល់ផ្លូវជាតិលេខ71ចំណុចផក30400ក្នុងខេត្តកំពង់ចាមត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី12ខែមេសាឆ្នាំ2025